នៅក្នុងឆ្នាំដំបូងនៃសង្គ្រាមត្រជាក់មុនពេលដែលផ្កាយរណបត្រូវបានប្រើប្រាស់សហរដ្ឋអាមេរិកបានប្រឈមមុខនឹងការគំរាមកំហែងជាសកលបែបថ្មីមួយនោះគឺវិស័យយោធាត្រូវការមធ្យោបាយដើម្បីដឹកជញ្ជូនអាវុធនុយក្លេអ៊ែរឆ្លងកាត់ទ្វីបមហាសមុទ្រនិងដែនដីសត្រូវនៅគ្រានោះយន្តហោះដ៏អស្ចារ្យមួយមិនធ្លាប់មានត្រូវបានបង្កើតឡើងវាគឺជាយន្តហោះដែលរស់រានបានយូរជាងយន្តហោះចម្បាំងស្ទើរតែទាំងអស់ក្នុងសម័យកាលរបស់វាជាយន្តហោះដែលមានភាពជឿជាក់ខ្ពស់អាចបត់បែនបាំងគ្រប់កលៈទេសៈនិងគួរឲ្យភ័យខ្លាចបំផុតរហូតដល់ថ្នាក់វានៅតែបន្តបម្រើការក្នុងជួរកងទ័ពជាង70ឆ្នាំបន្ទាប់ពីការហោះហើរជាលើកដំបូងនេះគឺជាសាច់រឿងរបស់ B-52 គំនិតសម្រាប់ B-52 បានចាប់ផ្ដើមនៅចុងទសវត្សរ៍ឆ្នាំ1940នៅពេលដែលកងទ័ពអាកាសអាមេរិកបានទាមទារឲ្យមានយន្តហោះទម្លាក់គ្រាប់បែកដែលមានរយៈចម្ងាយហោះហើរបានយូរដែលមិនធ្លាប់មានពីមុនមកពួកគេចង់បានអ្វីមួយដែលអាចហោះចេញពីទឹកដីអាមេរិកទៅដល់គោលដៅជ្រៅក្នុងដែនដីសត្រូវហើយត្រឡប់មកផ្ទះវិញដោយមិនចាំបាច់ចាក់ប្រេងបន្ថែមវាត្រូវតែអាចផ្ទុកគ្រាប់បែកបានច្រើនមហិមាហោះហើរក្នុងរយៈកម្ពស់ខ្ពស់និងមានល្បឿនលឿនគ្រប់គ្រាន់ដើម្បីរស់រានពីការរីកចម្រើនយ៉ាងរហ័សនៃយន្តហោះចម្បាំងផ្សេងៗនៅពេលនោះក្រុមហ៊ុន Boeing បានធ្វើការសម្រេចចិត្តដ៏មើលទៅគួរឲ្យអស់សំណើចមួយគឺយន្តហោះទម្លាក់គ្រាប់បែកថ្មីនេះនឹងត្រូវដើរដោយម៉ាស៊ីនចំនួន8វាប្រើស្លាបដែលមានរាងទេដូចយន្តហោះចម្បាំងប៉ុន្តែមានទំហំធំមហិមាហើយវាត្រូវបានបង្កើតឡើងដោយផ្ដោតទៅលើភាពធន់ពោលគឺអាចហោះនៅលើអាកាសបានរាប់ម៉ោងឬរហូតដល់កន្លះថ្ងៃប្រសិនបើចាំបាច់ B-52 មានទំហំធំសម្បើមធំជាងអ្វីដែលអ្នកបើកបរយន្តហោះភាគច្រើនធ្លាប់បានមើលឃើញទៅទៀតប្រវែងស្លាបរបស់វាធំទូលាយរហូតដល់ថ្នាក់កែសម្រួលឃ្លាំងសម្រាប់យន្តហោះទើបអាចដាក់វាចូលបានយន្តហោះនេះអាចដឹកអាវុធនុយក្លេអ៊ែរគ្រាប់បែកធម្មតានិងក្រោយមកទៀតគឺមីស៊ីលទំនើបវាមានលំហគ្រប់គ្រាន់សម្រាប់ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអេឡិចត្រូនិកថ្មីនិងបេសកកម្មថ្មីដែលជាអ្វីដែលយន្តហោះតិចតួចណាស់ត្រូវបានរចនាឡើងសម្រាប់គោលបំណងនេះនៅពេលនោះជាការពិតណាស់ការបង្កើតម៉ាស៊ីនបែបនេះត្រូវចំណាយដើមទុនយ៉ាងច្រើនមហិមានៅពេលដែលយន្តហោះ B-52 លើកដំបូងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងទសវត្សរ៍ឆ្នាំ1950យន្តហោះក្នុងមួយគ្រឿងមានតម្លៃប្រហែល$14 លានសប្តាហ៍ថ្ងៃនេះបើគិតតាមអតិផរណាតម្លៃនោះនឹងកើនឡើងដល់ជាង$140 លានក្នុងមួយគ្រឿងប៉ុន្តែអ្វីដែលសហរដ្ឋអាមេរិកទទួលបានមកវិញគឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានព្រោះគ្មានយន្តហោះទម្លាក់គ្រាប់បែកផ្សេងទៀតក្នុងប្រវត្តិសាស្ត្រដែលបានបម្រើការនៅសមរភូមិមុខបានរហូតដល់7ទសវត្សរ៍នោះទេហើយវាក៏ត្រូវបានរំពឹងថានឹងបន្តសកម្មភាពរហូតដល់ទសវត្សរ៍ឆ្នាំ2050ឬអាចលើសពីនេះទៅទៀត B-52 បានចូលបម្រើការជាផ្លូវការនៅក្នុងឆ្នាំ1955ប៉ុន្តែទោះបីជាត្រូវបានរចនាឡើងសម្រាប់ដឹកជញ្ជូននុយក្លេអ៊ែរក៏ដោយការសាកល្បងពិតប្រាកដលើកដំបូងរបស់វាបានកើតឡើងប្រមាណឆ្នាំក្រោយមកនៅក្នុងចំនួនបែបផ្សេងទៅវិញនៅថ្ងៃទី18ខែមិថុនាឆ្នាំ1965យន្តហោះ B-52 បានហោះហើរក្នុងបេសកកម្មប្រយុទ្ធលើកដំបូងរបស់ខ្លួនក្នុងអំឡុងសង្គ្រាមវៀតណាមបេសកកម្មនោះគឺជាផ្នែកមួយនៃប្រតិបត្តិការ Arc Light ដែលជាយុទ្ធនាការទម្លាក់គ្រាប់បែកធន់ធ្ងន់ដើម្បីគាំទ្រដល់កងទ័ពសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅលើដីវាគឺជាការផ្លាស់ប្ដូរដ៏អស្ចារ្យសម្រាប់យន្តហោះដែលដើមឡើយត្រូវបានបង្កើតឡើងដើម្បីដឹកអាវុធនុយក្លេអ៊ែរប៉ុន្តែឥឡូវនេះវាបានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងសង្គ្រាមបែបធម្មតាវិញម្ដងពេញមួយសង្គ្រាមវៀតណាម B-52 បានក្លាយជាចំណែកដ៏សំខាន់នៃប្រតិបត្តិការលើអាកាសរបស់សហរដ្ឋអាមេរិកវាបានអនុវត្តយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំបំផុតជាច្រើននៃចំនួននេះហើយទទួលបានគេឈ្មោះថាជាយន្តហោះដែលរឹងមាំនិងគួរឲ្យទុកចិត្តបំផុតសូម្បីតែនៅពេលរងការខូចខាតយន្តហោះ B-52 ជាច្រើនអាចហោះត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពដោយសារតែការរចនាដ៏រឹងមាំនិងប្រព័ន្ធការពារបម្រុងរបស់វាយន្តហោះនេះក៏នៅតែបន្តវិវត្តដោយទទួលបានការកែលម្អម៉ាស៊ីនប្រព័ន្ធរុករកនិងអាវុធដែលធ្វើឲ្យវានៅតែមានសមត្ថភាពប្រកួតប្រជែងបើទោះបីជាមានយន្តហោះទម្លាក់គ្រាប់បែកស៊េរីថ្មីចូលបម្រើការក៏ដោយពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍ B-52 មិនដែលបាត់មុខឡើយវាបានចូលរួមក្នុងជម្លោះជាច្រើនរួមទាំងប្រតិបត្តិការនៅមជ្ឈិមបូព៌ាដោយបង្ហាញម្ដងទៀតថាយន្តហោះដែលត្រូវបានរចនាឡើងក្នុងទសវត្សរ៍ឆ្នាំ1950នៅតែអាចគ្រប់គ្រងបេសកកម្មទំនើបបានសប្តាហ៍ថ្ងៃនេះ B-52 នៅតែជាយន្តហោះមួយក្នុងចំណោមយន្តហោះដែលគេស្គាល់បំផុតនៅលើពិភពលោកខណៈពេលដែលយន្តហោះចម្បាំងជាច្រើនដែលត្រូវបានបង្កើតឡើងក្រោយវាបានចូលនិវត្តន៍មុនអស់ទៅហើយតែ B-52 នៅតែបន្តហោះហើរភាពធន់ការបត់បែននិងភាពជឿជាក់របស់វាបានធ្វើឲ្យវាក្លាយជាវីរភាពក្នុងដែនអាកាសវិស្វករថែមទាំងគ្រោងនឹងបំពាក់ម៉ាស៊ីនថ្មីនិងប្រព័ន្ធអេឡិចត្រូនិកកម្រិតខ្ពស់ដើម្បីធានាថាវានៅតែមានសមត្ថភាពបន្តទៅអនាគតដ៏យូរអង្វែងចាប់ពីភាពតានតឹងនៃសង្គ្រាមត្រជាក់រហូតដល់សង្គ្រាមសម័យទំនើប B-52 ឈរជាសក្ខីភាពនៃវិស្វកម្មការច្នៃប្រឌិតនិងការតស៊ូអត់ធ្មត់វាត្រូវបានបង្កើតឡើងដោយសារតែពិភពលោកត្រូវការយន្តហោះទម្លាក់គ្រាប់បែកដែលមិនដូចអ្វីដែលមានពីមុនមកហើយវាបានបង្ហាញពីតម្លៃរបស់ខ្លួននៅក្នុងប្រតិបត្តិការដ៏ខ្លាំងក្លាបំផុតមួយចំនួននៃសតវត្សរ៍មុនសូម្បីតែសប្តាហ៍ថ្ងៃនេះវាបានបម្រើការជាការរំលឹកថាការរចនាដ៏អស្ចារ្យអាចឈរជើងបានយូរអង្វែង B-52 មិនត្រូវបានបង្កើតឡើងសម្រាប់តែមួយខណៈពេលនៃប្រវត្តិសាស្ត្រនោះទេវាត្រូវបានបង្កើត
ឡើងដើម្បីឆ្លងកាត់ប្រវត្តិសាស្ត្រហើយបន្ទាប់ពីរយៈពេលជាង70ឆ្នាំមកនេះរឿងរ៉ាវរបស់វាហាក់នៅឆ្ងាយពីការបញ្ចប់នៅឡើយជួបគ្នានៅវីដេអូក្រោយជាមួយ Tactical Vision